បាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសជាទីគោរពជាទីស្រឡាញ់បាទថ្ងៃនេះខ្ញុំបាននាំយកនៅប្រាក់ជំនួយឧបត្ថម្ភប្រចាំខែបាទរបស់អ៊ំស្រីចិត្តបុណ្យចិត្តធម៌នៅខាងសហរដ្ឋអាមេរិកហើយនឹងបងស្រីបាទដែលគាត់បានជួយមកដល់លោកយាយលក់ត្រីលោកយាយวันนี้ហើយនឹងចៅជារៀងរាល់ខែបាទហើយឥឡូវនេះដល់ដើមខែថ្មីទេចាស្អីនេះមួយអូនអើយគឺមកទៅđây conបាទគឺតាំងមកលើកមុននិយាយជំរាបសួរនិយាយចាជំរាបសួរកូនបាទខ្ញុំភ័យខ្ញុំប្រហែលថ្ងៃនេះមកទឹកនឹងកូនវាក្តៅដូចស្ទុំហើយទៅទិញថ្នាំ3 4ម្ចាស់ហើយទិញថ្នាំពេទ្យហ៎ចា3 4ម្ចាស់ចាថ្ងៃនេះបានគ្រាន់ព្រោះសោចដាក់ម៉ែយកអាធុងហើយកសែង2 3ជ្លក់ពូលាបមើលឃ្លៀជាដល់ជាសាច់ល្អកណាចាបានគ្រាន់ណាកូនអូនណាភ្លៀងមែនលោកយាយភ្លៀងកូនភ្លៀងណាភ្លៀងទៅទឹកហ្នឹងទុំអ៊ំពុំឯងថ្ងៃនេះដូចតាំងពីព្រលឹមមកទុំមេឃងឹតដូចកលផងងឹតផងដើរត្រូវព្រលឹមតែខ្លាច់ព្រុនដែរហ្នឹងហើយយាយលក់ត្រីអត់ថ្ងៃហ្នឹងមកយាយម៉ែលក់បើនៅនៅសមមកធុងទៅនៅអត់ទេកូនអើយនៅនឹងធុងនោះទៀតនៅនោះទៀតនោះត្រីដែរត្រីចកែងអានេះត្រីដែងហើយមកហ្នឹងកន្លែងណាមិញហ្នឹងពងដាំបាយឲ្យចៅនេះមកគាត់ឲ្យម៉ោងហ្នឹងណាគាត់បានបាយហូបទេណាម៉ោង2ហើយណាវិញយកធ្វើម៉េចដូនហើយលោកយាយទៅមកវាលក់ត្រីទេអញ្ចឹងបាទទុំមកមិញទុំហើយដៃលោកកូនហើយបានអីហូបបាយអញ្ចឹងដល់ពងស្លបានវាអត់ទាន់ឆ្អិនហើយបានអីស្លថ្ងៃហ្នឹងស្លត្រីដែងមួយហើយបន្លែស្លអីគេត្រីដែងហ្នឹងគោអូកោហើយពងយឺតកំលេងអត់លេងពងយឺតពេលហើយទៅស្លចាំអាមុខមហូបដាក់គ្រឿងច្រើនពិបាកទៀតគ្រឿងគេឲ្យបុកស្រាប់បន្លែអ្នកលក់ចិត្តហ្នឹងគេឲ្យចាកូនចេញទៅឆ្ងាយចាចេញឆ្ងាយបាទហើយយ៉ាហើយទឹកនេះទឹកអីគេទឹកភ្លៀងទឹកអីទឹកហ្នឹងទឹកម៉ាស៊ីនយកពីនោះមកកូនពីខាងណាអាតូចាផ្ទះហ្នឹងសុំគេតទៅខាងរោងចាបានពីណាជួយជូនឲ្យមេនេះខាងខាងជូនទឹកខាងជូនទឹកឲ្យបាទវិទ្យាហ្នឹងកូនណាហើយហ្នឹងអត់តាន់បានបាយមួយទៅរៀនបាត់បាទបាន2000ទៅបាត់ហើយអូស្អីនីតាចានីតាទៅរៀនហើយចៅហៅបាយនៅនិយាយអីហៅបាយផ្សារបាយសិនអីចឹងអត់ទេអត់តាន់ឃ្លានទេអត់តាន់បានជួបកូនឯងលែងឃ្លានមកហើយចៅហៅបាយហ៎មកយាយឥឡូវអត់ទេវាបានបាយម្ដងហើយកូនហើយស្លហ្នឹងបានបងគ្រឿងបងអីហើយនៅបងហើយបើបងហើយពិសាបាយសិនទៅដាក់ឲ្យឆ្អិនពិសាបាយមកកូនឯងចាំយូរអត់យូរទេមកយាយពិសាបាយបដៅចៅទៅលើកយកមកបដៅមកយាយអត់ទេឆ្លោឆ្អិនមិនលែងឃ្លានទេកូនវាហួសម៉ោងហើយហួសហើយកូនអើយកូនឯងមើលយកមិញទៅទឹកអស់បាច់ពីនេះអត់បានដេកទេជូនទាំងយប់ដើរពាក់ណាប់ជើងចូលបានមកយាយនេះពាក់មកកូនអីតែបញ្ហាអីពាក់មកកូនដាំនេះសបុកបាត់ផ្ទះគេទេម្ដាយអត់មានអីទេហើយឥឡូវវាបែកឥតគេទៀតនេះកូនណាវាបែកឥតគេទៀតហ្នឹងកូនឯងឃើញហើយចាបាយមានហើយកូនមិនគ្រាន់តែនៅស្លវាមិនទាន់ឆ្អិនចាកូនចូលមកកូនចូលមកមានមាសពេជ្រអីទេកន្លែងនេះមានស្បែកខ្លួននេះស្លក្នុងផ្ទះហ្នឹងទៅចាស្លក្នុងផ្ទះទៅកូនមេឃភ្លៀងមកវិសាចពីមុខបកយហើយឥឡូវវាបែកកូនឯងមើលវាផុសម្ចាស់គេអត់នៅទេម្ចាស់គេអត់នៅនោះបែកក្រោមអស់មួយម្ចាស់ផ្ទះវានៅនោះវានៅត្រង់មន់ឥឡូវចៅលើកកដាក់ត្រង់នេះសិនណាបាទហើយលោកយាយស្លុកទៅហើយដុកបាយងំចៅភាសាកុំឲ្យចៅឃ្លានអត់អីទេវាហូបហើយកូនបាទដុកបាយភាសាតិចទៅហើយខ្ញុំទៅលើកសម្រាប់លើកកមកដាក់បដៅដើមមកយើងផ្សារបាយដើមសិនកុំឲ្យដាច់បាយដាច់ទឹកយាយចោចាប់យាយឥឡូវបាទម៉ោង2អត់តាន់បានបាយទៀតអ៊ំពូមីបាទហើយធ្វើម៉េចបើគាត់ទៅលក់ត្រីបាត់ហើយថ្ងៃនេះក៏ខ្ញុំមកបានបងស្រីមើលីសាធីមបាទបងស្រីមើលីសាធីមនឹងញាតិមិត្តកូនចៅគាត់សប្បុរសជនដែលរស់នៅទីក្រុង California សហរដ្ឋអាមេរិកគាត់ជួយលោកយាយរយៈពេល1ឆ្នាំបាទគឺក្នុងមួយខែ$30ហើយខ្ញុំបានយកមកជូនគាត់ទិញជារបស់គ្រឿងហូបចុកជាងកឲ្យខ្លះទៅហើយសម្រាប់ជំនួយរបស់បងស្រីហ្នឹងគឺចូលខែទី11ហើយមានន័យថាខ្ញុំចាប់ផ្ដើមពីដូចជា
ក្នុងខែណាមកទេប៉ុន្តែពេលឡើយម្ដងគឺខ្ញុំគ្រីសម្ដងធ្វើមិនឲ្យគ្រប់12លើកគឺគ្រប់រយៈពេល1ឆ្នាំឲ្យ$30គុណនឹង12លើកទៅគឺឃើញដូចជា360បាទឥឡូវនេះគឺលើកទី11សម្រាប់លើកនេះអញ្ចឹងនៅលើកក្រោយទៀតគឺលើកចុងក្រោយហើយក្នុងនោះក៏មានការជួយឧបត្ថម្ភមកលោកយាយបន្ថែមទៀតពីអ៊ំស្រីចិត្តបុណ្យចិត្តធម៌បាទនៅខាង Washington DC បាទនៅខាង Washington DC គាត់អាណិតមកដល់លោកយាយគាត់ក៏ជួយលោកយាយពីដំបូងពីមកដូចជា$100ហើយក្រោយមកគាត់ជូនលោកយាយក្នុងមួយខែ$20គូបជាមួយនឹងប្រាក់របស់បងស្រីនៅខាងកាលីហ្វ័រញ៉ាយើងបាន50អញ្ចឹងអាចទិញអង្គគ្រឿងរបស់របរហូបចុកជូនគាត់ទៅទុកប្រាក់ខ្លះគោលតម្រូវការគាត់ធំជាងគេគឺរបស់ហូបបាទគាត់ទៅលក់ចឹងសំខាន់បានអង្គបានអីបាទហើយថ្ងៃនេះបានមកជួបគាត់ហើយគាត់ទៅលក់ត្រីសុំផ្ទះគេនៅខ្លះនៅណែខ្លះនៅខ្លះអូនមកបងជួយពឹងជួយលើកអីវ៉ាន់តិចជួយលើកអង្គឲ្យមួយតែមួយឯងលើកតែមួយឯងអូខេអរគុណមៀតនេះអត់អីក៏បានមៀតមាំយ៉ាងខាងឲ្យគាត់មកបាយសិនដែរព្រោះម៉ោង2ហើយទៅមកលឹកថ្ងៃអត់បានបាយហូមហើយឥឡូវគាត់ថាឃើញមុខឡើងឃ្លានបាយបាត់ហើយតែទៅងើបពីឈឺផងឲ្យអញឲ្យដើរដេញមន់ពេញវាអញ្ចឹងទៀតយត់ស្លាប់អូឈឺមិនផលទេឈឺកូនបាយកូនវាអត់ស្រួលឥឡូវមើលចៅសួរបន្តិចមកយាយសម្រាប់ថាអត់ទាន់ហូបបាយអញ្ចឹងណាចាអត់ទាន់ហូបបាយកូនច្បាស់លាស់ណាច្បាស់ហើយអត់ទាន់ឃ្លានបាទអត់ទាន់ហូបបាយជួយខាងនេះចុះឲ្យចុះចៅខ្លាចគ្នាឃ្លានបាយអត់អីទេកូនវាមានបាយកកពីព្រឹកអើយអុយជួយទៅបាយដែរអូធ្វើមកចឹងតែយាយលុយស្កាប់ដឹងអត់ទាន់ក៏អត់ទេចឹងអត់អីខ្ញុំអត់បខំខ្ញុំខ្លាចគេលោកទៅបាយបាទលោកឃ្លានបាយឃ្លានអីចឹងចាកូនបាទជំរាបសួរម្ដងទៀតណាលោកយាយហើយកូនចាហើយថ្ងៃនេះមិនឲ្យលក់ត្រីយូរម៉េចបានដល់ម៉ោង2ឯងទៅមកស្លអត់ដាច់ទេអត់ដាច់ណាចាចេះតែអង្គុយទៅលក់ដល់ណានៅកន្លែងផ្សារយើងកន្លែងកូនជួបមកនោះចាលោកយាយលើកមុនណាហ្នឹងហើយប៉ុន្តែស្ងាត់មនុស្សមែនបាននៅដល់ម៉ោង2ស្ងាត់កូនស្ងាត់ណាចាមនុស្សគេទៅចឹងទិញអ្នកផ្សេងទៅទូហូមអត់ទូអញ្ចឹងនេះផ្សេងវាអាចមានមូលហេតុចាមូលហេតុទី1ឧទាហរណ៍មិនថាមូលហេតុហ្នឹងសត្វត្រូវទាំងអស់ណាមូលហេតុទី1អាចនឹងយើងលក់ថ្លៃជាងគេឧទាហរណ៍ណាបាទមូលហេតុទី2អាចនឹងយើងមិនមួយគាត់មានម៉ួយមានមិត្តភ័ក្តិឬក៏មានចាគាត់ឬក៏អ្នកស្គាល់គ្នាកន្លែងគាត់ត្រូវឲ្យកូនត្រូវចាបាទឬក៏គេលោថាលោកយាយលក់ទៅគាត់អត់ដឹងកន្លែងនឹងអីទៅគាត់និយាយទៅអ្នកខ្លះគេអត់មានតម្រូវការគេអត់មានតម្រូវការគេថាឥឡូវកាន់លុយ10000 20000មកទិញត្រីគេខ្ជិលគេទិញតែ5000គេទិញតែបន្លែទេទិញតែបន្លែតិចចាគេហូបតែបន្លែធម្មជាតិនេះ2ក្តោប2ចកឹះអីញ៉ៃពេកលក់កញ្ឆេងជាប់ម្ដាយហ្នឹងកូនគេទិញហ្នឹងហើយបន្លែដល់ក៏លក់សល់គាត់ឲ្យទៅស្ដេចបដោះទៅសក់ទៅឥឡូវលោកយាយដូរទៅលក់បន្លែវិញអូគេលក់បន្លែដាច់តែហ្នឹងតែដើមមុខរបរគេមិនមែនទេកូនអាហ្នឹងយើងនិយាយខ្ញុំដឹងខ្លួនខ្ញុំថារាសីខ្ញុំធ្លាក់ខ្លាំងណាស់មិនរាសីមកពីបុនយើងហ្នឹងត្រូវទៅមិនរួចគេទៅមិនរួចឯងខំធ្វើបុនទៀតណាខំហើយខំកូនបុនលោកយាយអត់មានរឿងលក់មិនទៅដាច់ប៉ុន្តែបានបុនមានត្រង់សពចាបានកូនខ្ញុំអត់ដឹងអស់មកកូនបាទអរគុណបាទអរគុណច្រើនហើយយើងលក់អត់ដាច់ហ្នឹងអ្នកខ្លះគេមានមុនមានបល័យមានស្អីចាគាត់ឯងមានសាសហ្នឹងខ្ញុំមិនដឹងអាហ្នឹងរឿងយើងមើលវាមិនឃើញរឿងដែលសំខាន់ហ្នឹងរបស់ល្អលក់ធូរថ្លៃពាក្យសម្ដីយើងរុះរេចាសារស័ព្ទអូខ្ញុំលេខ1ហើយកូនសារស័ព្ទជាមួយនឹងអ្នកទិញអីចឹងទៅយូរអត់តែយើងតាំងចិត្តយើងព្យាយាមហើយយើងរើសទីតាំងដែរណាកន្លែងខ្លះមិនមែនគេអត់ចង់ឈប់ជួយទិញយើងទេជាបទពិសោធន៍ចៅអ្នកទិញណាលោកយាយកន្លែងខ្លះយើងចង់ឈប់ជួយទិញប៉ុន្តែរៀបតែឈប់ទៅវាឆ្អៀតគេអ្នកក្រោយ
លោកយាយយល់ឡើងហ្នឹងហ៎ ចាយល់ ឧទាហរណ៍ថាគេជិះលម៉កឬក៏ជិះម៉ូតូឬក៏ជិះឡានអញ្ចឹងចុះអាណត្តិឃើញលោកយាយលក់នៅជ័យផ្លូវអញ្ចឹងចង់ឈប់ជួយទិញប៉ុន្តែព្រះអង្គតែបន្តិចអ្នកក្រោយជាផ្លេតេតដល់អញ្ចឹងទាំងគេទាំងយើងទន្ទឹមនឹងចិត្តអាណត្តិខ្លាចអ្នកក្រោយជេទៅហួសមកហួសអញ្ចឹងកន្លែងខ្លះក៏ពិបាកអញ្ចឹងដែរដូចថាឃើញចាស់លក់ដូរអីចង់ជួយទិញរបស់ខ្លះជួយទិញជួយអីអញ្ចឹងទៅប៉ុន្តែពេលខ្លះដូចខ្ញុំនិយាយអញ្ចឹងកន្លែងខ្លះយើងជួយទិញអត់កើតដោយសារកន្លែងតូចកន្លែងវិអៀតែកន្លែងលោកយាយលក់អញ្ចឹងលោកយាយមានជួលតូបជួលតង់ណាលោកនឹងមុខដូច ចាគេឲ្យគេអាណិតដល់កូនឥឡូវលឺព្រឹកមិញប្រាប់ថាឲ្យខ្ញុំលក់មួយថ្ងៃពីរទៀតទេព្រោះផ្លូវចេញផ្ទះគេឧបសគ្គអញ្ចឹងគេអត់ចង់ឲ្យយើងលក់ត្រីមានការឆ្អាបអីមុខផ្ទះគេចាគេនិយាយទំត្រូវឲ្យចាហាងគេកូនអញ្ចឹងបើទៅជួលកន្លែងផ្សេងគឺមួយថ្ងៃលក់មួយព្រឹកនោះគឺ10000ហើយ10000បើយើងលក់ត្រីវាមិនទាន់អស់អាចចំណេញក៏មិនទាន់ឃើញតើបានណា10000ឲ្យគេកូនអញ្ចឹងចាគិតឲ្យអស់មិនដឹងចាបាទហើយថ្ងៃនេះខ្ញុំប្រាប់កូនតែ1រៀលអត់ទេលោកយាយលក់ដាច់បានប៉ុន្មានថ្ងៃហ្នឹងថ្ងៃហ្នឹងបើត្រីហ្នឹងអស់ជិត50កូនវា4មុខត្រីជិត50ត្រីចាមិនទេវា$50អូបានត្រីលក់បានលុយជិត$50ចាតែយើងយកលុយហ្នឹងទៅសងថ្លៃដើមត្រីគេវិញឬក៏មិនចាំមើលម៉ែយកត្រីហ្នឹងពេលព្រឹកអញ្ចឹងណាបាទដល់យើងលក់មិនអស់អញ្ចឹងទៅមកខ្ញុំមកងំបាយងំអីឆ្អិនម៉ោង1ដើរលក់ទៅធ្វើម៉េចឲ្យបានម៉ោង6ឲ្យបានលុយគ្រប់ឲ្យគេ6ល្ងាច1ល្ងាចគេយកលុយទៅមកស្រូតហ្នឹងដើម្បីបានហូបបាយមកហើយចារួចបន្តិចទៅទៀតហើយកូនទៅទៀតទៀតឥឡូវហើយម៉ោង1ដល់ពេលថ្ងៃរសៀលអញ្ចឹងលោកយាយទៅលក់ខាងណាម្ដងម៉ែនៅដីថ្មីតាមភូមិតាមអីអញ្ចឹងចាលក់អត់ដាច់អញ្ចឹងទៅចាំមើលកូនឯងណាម៉ែចូលក្នុងបុរីទៅជ្រុងហ្នឹងបុរីអត់ដាច់អញ្ចឹងដើរពីហ្នឹងដល់ពាត់ដល់ខ្មែរលើទៅកើតពីកើតនោះត្រឡប់មកទៅដីថ្មីនៅក្នុងបុរីវិលយើងដើរពីម្សិលមិញខ្ញុំយំមកវាចុកហើយវាកាហាយបាត់ជើងអស់កូនយើងដើរវាស្អាតគេដាក់អីគេយកទៅហ្នឹងដាក់ធុងឲ្យដាក់អីម៉ាក់ក្រៀតចានដៃមួយខាងយើងដាក់ធុងមួយខាងលើចុកអស់ព្រឹងតែចុកអស់ចានដៃហ្នឹងញ៉ាំអញ្ចឹងទៅឲ្យធុងយូរចាហើយដើរអញ្ចឹង8ជាង84 8ម៉ានហ្នឹងខ្ញុំបើដាច់ខែ12ខ្ញុំចូល86ហើយ85 86មានអាក្ដេកចានដៃត្រីផងហើយមានអាយូផងកូនអើយណោះធ្លាក់ទៅដល់ព្រៃទាព្រៃអីណោះខ្ញុំចាដើរអញ្ចឹងហើយជួនណាពីអាកន្លែងផ្សារឈូវ៉ាមួយហ្នឹងកុងអញ្ចឹងទៅដល់សាលាការ៉េហ្នឹងពាត់ពីសាលាការ៉េទៅដល់រោងចក្រនោះខ្ញុំខ្ញុំទ្រាំខ្ញុំអស់ហើយចៅអត់មានយោបល់អីទេគាត់តែកន្លងទៅមានយោបល់ថាបើករណីលោកយាយទៅលក់ត្រីវាមិនដាច់លក់ខាតមានតែយើងបន្ថយឬក៏បងអន់ណាចាថាលក់ថយទៅដូចថាលក់វានៅសល់ខាតច្រើនពេកកប់ដើមបាត់កប់ចុងអីចឹងទៅយើងរកលុយសងគេមិនបានលក់យូរទៅអត់តន់ចេះរកស៊ីអត់តន់ចេះលក់អត់ជាពាក់គេដល់តែចាប់ដើមចេញរកស៊ីចេញលក់យូរទៅជាពាក់គេទៅជាពាក់គេទៅដល់អញ្ចឹងហើយយើងចង់ថាយើងបន្ថយកុំឲ្យខាតជីអីវាជាពាក់គេប៉ុន្តែជាក់ស្ដែងអង្គភូមិមានថាបើគាត់អត់ទៅខំទៅរកទេវាអត់អីប្រចាំថ្ងៃកូនវាអត់ប្រចាំថ្ងៃតែទន្ទឹមនឹងការខំហ្នឹងក៏យើងមើលដែរថាបើខំទៅវាលងទៅយើងបន្ថយដូចយើងបន្ថយគេចាខ្ញុំយល់លឿនពេកខាតទៀតខាតតិចចាខាតសល់តិចទួចយើងឆិនឆៃទៅលើការហូបចុកចុះចាកុំឲ្យខាតដល់រាប់ម៉ឺនរាប់សែនរៀលដល់រាប់រយដុល្លារយូរទៅយើងរកប្រាក់សងគេអត់គ្រប់ទេលោកយាយចាបាទចឹងហើយគាត់អីដែរនេះជាការខិតខំប្រឹងប្រែងរបស់គាត់ហើយគាត់ក៏ចិញ្ចឹមចៅនៅក្នុងបន្ទប់គាត់ហើយផ្ទះថ្មផ្ទះធំចំនួនខ្ពស់នោះគឺផ្ទះគេឲ្យគាត់នៅនៅខ្លះខាងនោះខ្លះយប់ឡើងចឹងភ្លៀងអីនេះចឹងទៅហើយយប់លោកយាយនៅសម្ភារហ្នឹងចានៅហ្នឹងទៅក្នុងបើភ្លៀងខ្លាំងខ្ញុំចូលបើសាច់មកទាំងសងខាងហ្នឹងចូលក្នុងបើគ្រាន់តែលឹមទេទាញទៅពួយស្ដាប់ទៅជឿណាវាខ្ទាតមកមានយកថ្លៃផ្ទះថ្លៃអីស្នាក់នៅទេណាចានៅទេកូនប៉ុន្តែគេឲ្យយើងចេញអីគេទឹកភ្លើងអីណាចាទឹកភ្លើងលើយើងហើយមានណាឥឡូវដល់ភ្លើងគេណាភ្លើងគេអស់20000ហើយទឹកគេអស់30000គេប្រាប់ព្រឹកមិញហើយមិនទាន់មាននារីបានចាំចេះខំហើយចៅនេះឈឺប្រហែលថ្ងៃ4 5ថ្ងៃចាខ្ញុំធ្វើមកទៅកូនហើយចានៅស្ងៀមនៅស្ងៀមសាអើយសាមើលយាយប្លុចហ្គាសហ្នឹងទៅខ្លោចហូបយាយចាប
ấy ấy đây cầm hỏi họ khan phê lìa dù bọt dây Cha, hay ở là đây. mấy ít số đó được dây ngày nắng Cha mà nhung có sụt luôn này hay mà dây mơ mấy cho mình tung màu à hay bà bạn tiên này cô mình sân chỉ mấy những liêng nhung có ban tranh đấy thấy nó thấy nhung bay từ cọ bìa bà cha hay thấy cô với mình thay mà đã cô là lợi lắm cô việc đâu thấy tự ơi thấy chỉ cái mai vô chốn cầm pel pon ao dương mà cái lỗ từ phèn pon mình cái này là thấy đáy nhưng vô hay nó mình trộn đàm chú làm ta hay lúc dây từ lúc trộn đám lúc mấy cái mình còn vòn chân ban là thay trên là lon tẹt nhá rồi cha cô lon tẹt đó cô dương họ xí tại trộn đám không công lúc tiệp tôi vui tới lung tới lung cô bà hay về thêm mỗi cái đó mà pon pi pon bay pon dương chơi thành nánh cho tôi thả lỡ lượng dây u tiêu hóa nó lượng dây lụt tới mà cái lỗ cho nên bay pon theo bây dương lụt tới kia sau trong mong trong một tôi dương ban buổi đám cái háo dương ai chân chay mà cái lỗ cho nên là mà pon còn lụt tới ở về cho nên tích của bạn đây tại bởi vì toàn đang ấy không lượng dây khát mà cái lỗ mà pon pi pon cho đào nó hết còn ở hai lụt vô tới mình trầm đặc cò thế cứ bầm nol vòn cò bà nó cháu ăn nên dụ bao lên đây còn hai tôi chưa cầm nứt bùng phọc ấy dây của mọi lụa mà để dạ đấy nó men hay dương đăng ta bị khom nó lực dây rồi dương khom đấy tại dương kịch này cơ bơ cả lại khác khom đấy tại dương khom tới từng mà tôi thật khom tới từng tức vì mình lung luôn mình voan co mình lung từ này lướt đằng bà mình xong tôi chào gì này ở đây cầm tre cô tôi ở đây hai chia cầm nứt của ai đang đưa tha có tâu tầm mà nè anh đưa tha trong thang là mong thật thơm mấy ao bán lôi chấu là bây giờ mình chầm luôn np đã off lôi np đã off co np để trao chơi nguyên prạ mà đấy cứ bạn stress này chẳng hay từ lực thì kê thì chưa kê máu cho từ luộc chẳng thật thơm mấy ao tập bàn lôi nâng máu trên ấy cả cất bọc phốt không còn đặt mỗi để tha có cất ở bàn cái hao thật sai kho là business cà phê dùng núi hạt man cho nên mán cái tới việc thu việc số là đọc bây dương quật vô từ phớ vô của bà lúc tới so class A class U tới bật làm bật còn dương sọc chất hay trình nên cái đó ở tập ban trình nên dương chưa không rồi không thua tới là nó bị chơi lụt loạt đi chầm ráo của mình play trên nệm miền ban thu thiết có dương trình nên ban hồ cho về lên tình pon mà lúc thèm pon là ông phu mình ao dục bò mà nệm tình mà thật tâm một mình nhưng cảnh sát côn mà dương vô thấy cái máu lụa đo lúa luôn ăn đánh chân ở đáy với cha rồng vì ở miền lưới nâng kịch ở kia chân dương bạn ấy khla tới là bởi miền đáo dương ở kia khla chẳng á cô cha ca rồi khá nuôi rồi ở ban ở kia khla tư cha bố em hoàng ngày nếu như ở miền đáo ở miền lưới nông luôn còn tha xong bấy nó con ta đọc riêng không gặp ai của em không miền đây tính cùng sơ to phê bong ông ơi nhom vậy trong tình là bong được mấy nhá sạch chiêm cái thật thẹ hư ha rồi có cái miền tôm miền lại đôi thà hàng ấy số bố là nó dựng trẻ to thế nè thì mình cro thế dựng to thay cái tới cái cho ban mán có cái cro đây hai nè luôn tam và cro tam con tam cái chơi tua rồi ấy nó xong dục vô là cầm to thay có thời nia phèm hỏi mà pon pi pon ấy cầm sơ to có thì mùi pi bọn ai chui tinh ban chui tinh là bó khăn dương ở toàn miền nằm rau ca ngày nắng ấy còn tay ai là nghe chứ cả ai prep bây giờ là bó năng bị ấp chu ấp ôm ấp khôi tới dương khơi ai thà nát mà mơ nó dương chui tinh quá thôi cho họ thật tinh là bó khăn là bó hộp để nhung lập hình mình khăn hơi còn lục dây khăn lục phu khăn còn lục chuột lục ấy chẳng á dương ai chui tinh qua tao để tha do máu tao dương đi tàu dương bàn chui quạt phong cho họ dương tinh ông pon 7 pon của dương là nát và khúc mà mơ bạch áp mà quỳnh tê tại bậc thầy dương mình miền là tập hiệp đây bạch chun quạt bàn trâm tại chui tinh quạt phần năng có đôi chui quạt này rồi được dây chẳng chui tinh thấy quạt mà nó cho họ nè đời bong ô này thôi mà tam plei tam ấy nó khơi chui tinh quạt tất khó thử nếu kèm hỏi một con ấy cứ ai chui tinh có chui tinh đâu mà còn họ đôi chui đòi chỉ hiệp quạt đòi một là bò quạt tất đầy quạt hot quạt ấy men đây quạt ở tông xong tôi sẽ từng tôi sẽ phép xong cái nông mà lại quạt ba chẳng hay không thấu ấy dùng dục vô là kia sải tới hay mình xuôi ban ấy chơi tập phong nhông phong du phong đào tập sam khi mặc lại xong chụp cái kia nâu thằng một tô kia nó mình xuôi lên ba kia còn mình sẽ tập rõ văn kia khác kia ở dài lan tranh nhiều cái màu nhiều cái tàu cái bạc đây kia có tập to kia nó thấy bạn cái ao con chui coi
ចឹងក៏អត់អីសពរដ្ឋជននេះទៅជីវិតរបស់លោកយាយឡុងម៉ានីបាទហៅអ៊ំភូមិសពរដ្ឋជនច្រើនស្គាល់ថាលោកយាយលក់ត្រីហើយនឹងមានចៅស្រី2នាក់បាទតូចនៅក្នុងបន្ទុកមានចៅបងនោះបានទៅរៀននេះចៅប្អូននេះបាទហើយថ្ងៃនេះក៏ខ្ញុំបានមកជួបគាត់ជារៀងរាល់ខែបាទគឺការជួយឧបត្ថម្ភពីបងស្រីមើលលីសាឃឹមបាទដែលគាត់រស់នៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកគាត់ជួយលោកយាយមួយខែ$30បងស្រីដែលជួយពីដើមទីមកចាមួយខែ$30ខ្ញុំឆែកបញ្ជីមើលគឺខែនេះលើកទី11ហើយអញ្ចឹងគាត់នៅសល់តែមួយខែទៀតដាច់ណាលោកយាយណាចាបាទគាត់ជួយលោកយាយមួយខែ30 12ខែរយៈពេល1ឆ្នាំ$360ឥឡូវនេះចូលដល់ខែទី11លុយ30នេះលើកទី330អសល់30មួយខែទៀតគ្រប់360ហើយក្នុងនោះក៏មានការចូលរួមជាមួយដែរគឺពីអ៊ំស្រីចិត្តបុនចិត្តធដែលគាត់រស់នៅខាង Washington DC នឹងគាត់ទៅចាប់ផ្ដើមបាន2ខែនេះទេបាទប្រហែលខែខ្ញុំបូកចូលតាមនឹងដែរអញ្ចឹងក្នុងនឹងសរុបជារួមទៅគឺមានបញ្ចប់លុយ$50ជារៀងរាល់ខែបាទទិញកោមកក្រងមីមកេះហើយនឹងបានថេកខបាទហើយនឹងអំបិលវិចេងស្ករទឹកត្រីទឹកស្អ៊ីវមួយឲ្យមាននៃពេញឆាពីអីចឹងឲ្យមានគ្រប់មុខទៅក្នុងបញ្ចប់ប្រាក់$30ដែលសប្បុរសជនក៏ឲ្យខ្ញុំទិញជាស្បៀងជាគ្រឿងហុកចុកជូនហើយនៅសល់លុយ$20 $80,000បាទ1 2 3 4 5 6 7 8ចឹងខ្ញុំតំណាងសប្បុរសជនទាំងខាងនៅរដ្ឋកាលីហ្វ័រញ៉ានិងខាង Washington DC ណាលោកយាយសហរដ្ឋអាមេរិកទាំងពីរទាំងអ៊ំស្រីទាំងបងស្រីគាត់នៅអាមេរិកជួនលោកយាយទាំងអស់បាទជឿខាងនោះកូននេះគឺឥឡូវខ្ញុំសូមជូនពរកូនដែលជូនអីវ៉ាន់ខ្ញុំនេះខ្ញុំមានអីតបសងគុណកូនទេមានការពាក្យសម្ដីឥឡូវខ្ញុំសូមជូនពរឲ្យកូនមានសុខភាពល្អរកស៊ីឲ្យមានបានហើយជួបនឹងអ្នកមានកូនរកអីឲ្យបានដោយសេចក្តីប្រាថ្នាហើយកូនដែលយកមកឲ្យខ្ញុំបាត់ជន់នេះគឺគាត់យកមកដល់ដៃខ្ញុំជារៀងរាល់ខែគឺថាអត់មានខ្វះអីទេចាគាត់អាណិតខ្ញុំខ្លាំងណាស់អាណិតខ្ញុំជាងគេចាចឹងខ្ញុំសូមអរគុណច្រើនកូនបាទចឹងគ្រប់អរគុណដល់អ៊ំក៏ដូចជាបងម្ចាស់អំណោយដែលគាត់មានចិត្តបុណ្យចិត្តធម៌ដែលអាណិតមេត្តាមកដល់លោកយាយហើយនឹងចៅរបស់គាត់ចឹងសូមបួងសួងប្រកបកបុណ្យជូនទៅដល់ក្រុមគ្រួសារបងស្រីមើលសាគឹមនៅខាងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកនិងក្រុមគ្រួសារអ៊ំស្រីចិត្តបុណ្យចិត្តធម៌នៅខាង Washington DC សហរដ្ឋអាមេរិកដូចគ្នាហើយគាត់បានរួមជាប្រាក់មកជួយដល់លោកយាយឡុងម៉ានីបាទក៏ដូចជាក្នុងនោះផងដែរមានសប្បុរសជនផ្សេងនៅតាមបណ្ដារដ្ឋក្រុងឬក៏ប្រទេសផ្សេងទាំងការជួយជ្រោមជ្រែងដល់លោកយាយពីមុនមកក្តីគ្រប់កន្លែងគ្រប់ពេលថ្មីនេះក្តីសូមគ្រប់ជូនផលបុណ្យទាំងអស់បាទពីលោកយាយឡុងម៉ានីទៅក៏ដូចជាពីខ្ញុំបាទសម្បត្តិជនសូមសប្បុរសជនទាំងអស់គ្នាទទួលបានសេចក្តីសុខសេចក្តីចម្រើនសុខសុវត្ថិភាពជារៀងរហូតតទៅបាទពីខ្ញុំបាទសម្បត្តិជនហើយនឹងបងអូនអាឡិចបាទមានការខ្វះខាតខុសឆ្គងក៏សូមអធិស្ឋានទទួលបាទសូមអរគុណនិងគោរពជំរាបលាបាទលើម៉ាក់សូមជូនពរកូនសម្បត្តិជនហើយកូនលិចដែលបានមកជួយម្ដាយទាំងស័កទាំងស្រាំទាំងយប់ទាំងថ្ងៃខ្ញុំសូមជូនពរឲ្យកូនរកស៊ីមានបានឲ្យកូនទាំងពីររកអីក៏បានកូនដែលចិត្តតែឆ្ងាយប្រាថ្នានឹងជួបអ្នកមានបុណ្យដែលជួយមកកូនជួយមកដល់ខ្ញុំមានអីតបតងឲ្យកូនមានពាក្យសម្ដីទេខ្ញុំអរគុណច្រើនខ្ញុំពងខ្វះខាតខ្លាំងណាស់ខ្វះខាតជាងគេផ្ទះក៏អត់នៅចាំកព្រាមកកណោទៀតខ្ញុំពិបាកណាស់ខ្ញុំអត់មានពេលដែលខ្ញុំសម្រាកទេទៅទាំងយប់ទៅទាំងថ្ងៃឥឡូវមកពេលណាខ្ញុំតើបានបាយទេបាទខ្ញុំអស់ឃ្លានហើយខ្ញុំគិតច្រើនពេកទៅតិចទៀតនឹងដើរទៅទៀតតិចទៀតបាយមានកម្លាំងសិនណាហើយឈឺអស់ហើយខ្ញុំជួបកូនអីឃើញយកត្រីឃើញអីនឹងយកហូបទៅកូនម៉ាក់មិនគិតវែងឆ្ងាយទេចាខ្ញុំអត់គិតអញ្ចឹងទេលោកយាយអត់គិតចឹងតែចៅអាណិតលោកយាយអត់ចង់យករបស់លោកយាយទេលោកយាយទុកលក់ដូរទៅតិចច្រើនអីខ្ញុំលើសនំពោសុំកូនដាំត្រង់ដល់ថ្ងៃ30ខែ12វាតែបញ្ចប់ណាកូនមិនទិញប៊ីចេងទិញឲ្យម្ដាយទេម្ដាយសុំទឹកលុយចុះមើលកូនខ្លាចយប់ប្រលប់មកវាជួយខ្ញុំអត់មានលុយដែលកូនជួយនេះខ្ញុំយកទៅឲ្យថ្នាំពេទ្យគេអស់40000បាទចាថ្នាំពេទ្យតែពេទ្យថនហ្នឹងប្រហែលថ្ងៃនេះចៅឈឺក្តៅពេកខ្ញុំភ័យខ្ញុំពិបាកខ្ញុំដល់ថ្នាក់ខ្ញុំថាវាមិនដឹងទៅយ៉ាងម៉េចទេ
Rồi việc cái đau pe đinh thân thấy bo mùi mình bờ cuộc khơi ấy khơi នៅអត់ទេអាឈុតនេះខ្ញុំអត់ប៉ះពាល់ឲ្យឈុតរបស់គាត់ឲ្យចាត់ចែងមកតាមហ្នឹងខ្ញុំនៅមានកញ្ចប់ប្រាក់ជំនួយសប្បុរសជនផ្សេងអាហ្នឹងចាំខ្ញុំលាយយកទៅប្រាក់ជូនហើយនឹងការសម្ភារៈណាដែលតម្រូវការផ្សេងហ្នឹង ចាទឹកត្រីទឹកស៊ីអ៊ីវមិនបាច់ទេកូនជួយលុយម្ដាយទៅម្ដាយសម្រាប់ខ្លួនខ្ញុំឈឺហើយនឹងសម្រាប់ចៅឈឺថ្ងៃមុនខ្ញុំអត់ឲ្យកូនខ្ញុំ លោកយាយបានអីហូបបើអត់មាន ធ្វើម៉េចអូ បាទ ថ្ងៃណាទៅលក់ទៅចេះមានត្រីនឹងសល់ទៅខាតមិនគិតតាមនឹងទេណាកូន បាទ ហើយបើថ្ងៃណាអត់តាមណាហ្នឹងទៅធ្វើម៉េច បាទ មកខ្ញុំអត់សោះឲ្យកូនខ្ញុំដាក់អីក៏ដាក់យ៉ាងនេះ ផ្សេងដែលត្រូវប្រើលុយយើងជូនទៅលុយគាត់ហ្នឹងហើយជំនួយណាដែលត្រូវទិញ ចាបើស្បៀងកូនជួយចេះកូនជួយជាងកម្ដាយមកចាទឹកត្រីទៅអ៊ីមិនសកាន់ទេកូននៅលើតួលក់អីធ្វើហ្នឹង ចាគាត់ចាគាត់សំខាន់រឿងអង្គ សំយកទៅអង្គ ចាក៏ដាក់ចាកូនខ្ញុំនិយាយប្រាប់កូនត្រង់ខ្ញុំអត់លាក់ទេ បាទ ថ្ងៃនេះខ្ញុំពិបាកខ្ញុំយំអត់ចេញទេខ្ញុំសើសារដែរព្រោះខ្ញុំថប់ទុកទៅចាហែហត់មើលគេមើលឯងអើយកាលណាខ្ញុំមកដល់ផ្ទះគឺខ្ញុំពិបាក មូលហេតុអីលោកយាយដែលខ្ញុំផ្សេងជាស្បៀងចាស់ចាស់ពីច្រើនចាស់ចាស់ខ្លះក៏គាត់មានជំងឺគេជូនជាប្រាក់ ចា ចាស់ចាស់ខ្លះសប្បុរសជនគាត់អត់ឲ្យខ្ញុំជូនជាប្រាក់ទេគាត់ថាជូនជាប្រាក់ប្រហែលក៏អត់សល់ដែរ ចា នឹងខ្ញុំនិយាយត្រង់ណា ចា យាយណា ចា គាត់ថាជូនជាប្រាក់កុំសុំបីឡើយថា 100000 200000 500000ក៏អត់សល់ដែរគាត់ឲ្យខ្ញុំទិញជាស្បៀងដើម្បីអីសល់បានហូបអាហ្នឹងខ្ញុំមិនដឹងថាមូលហេតុអី ចាឥឡូវ ហ្នឹងខ្ញុំនិយាយត្រង់ ចាកូនឲ្យតង្ក ជា ដល់ ស្បៀងជាអីចឹងទៅសល់បានចៅសល់បានអីចឹងទៅហៅថាជូនជាប្រាក់ជូនអីលោកយាយយកទៅសងគេអស់អត់មានអីហូបក៏ដែរ ហើយឥឡូវ ដែល នេះ គាត់ជូនយាយគឺគាត់ចង់ឲ្យយាយមានអីហូប ប្រាក់នេះ មានអីហូប កូន ចឹង ជូនមកខ្ញុំហ្នឹងណា បាទ 40000នេះគឺឆ្នាំពេទ្យ បាទ 15000នេះថ្លៃភ្លើងគេប្រាប់ងាកមែនចឹងអត់ភ្លើងល្ងិតរៀងអីមិនឃើញហើយនៅសល់15000ទៀតខ្ញុំឲ្យថ្លៃទឹកគេសិនទៅថ្លៃទឹកគេអស់30000 ខ្ញុំនៅមានកញ្ចប់ដែលទៅជូនជាប្រាក់កញ្ចប់ណាដែលសប្បុរសជនឲ្យជូនជាប្រាក់ខ្ញុំនឹងជូនជាប្រាក់នៅ ចាចាកូន លោកកន្លងទៅក៏ធ្លាប់ជូនជាប្រាក់ក៏ដែរពេលខ្លះមាន100មានលើសហ្នឹងអីទៀតបាទជាប្រាក់ផាត់នៅពេលដែលសប្បុរសជនគាត់ឲ្យជូនជាប្រាក់ខ្ញុំនឹងចាត់ចែងជាប្រាក់សម្រាប់គាត់យកទៅចំណាយប៉ុន្តែជាក់ស្ដែងគឺតម្រូវការគាត់ពាក់ព័ន្ធទៅនឹងស្បៀងបាទរឿងករឿងអី ចាណាទី ទៅ 1 សប្បុរសជនគាត់ឲ្យថាធ្វើម៉េចឲ្យបានរបស់ហ្នឹងឲ្យចៅចៅ ចា ហូប ចា បាទឲ្យ ហើយ បានរបស់ចៅចៅ ទី1សំខាន់រឿងចៅទៅរៀននៅថ្នាក់ទី4ហើយចឹងវាអត់លុយគ្រូត្រូវសុំនេះសុំនេះ4-500ផ្ញើកង់នេះអត់កង់ជីកចា អីគាត់ទៅពាក់គេគាត់អីចឹងទៅយើងជួយ ចាខ្ញុំ យកពីគាត់អស់គាត់អត់អីហូបដែរ ចាខ្ញុំជពាក់គេហ្នឹងក៏ខ្ញុំអត់មានជពាក់អីទេដូចថាខ្ញុំឈឺចឹងទៅអត់លុយទៅទទួលថ្នាំគេលេបទៅឬចៅឈឺទៅទី2ទី3ថ្លៃទឹកថ្លៃភ្លើងហើយចៅទៅរៀនចាខ្ញុំជម្រាបត្រង់ខ្ញុំអត់លាក់ទេចា អញ្ចឹងក៏ខ្ញុំត្រង់ជាមួយយាយដូចគ្នា ចា ក្នុង កូន ផ្នែកខ្លះយើងអាចជួយបានគ្រប់ផ្នែកទេណាលោកយាយ ចាចា ផ្នែក កូន ខ្លះយើង ចា ជួយទៅលើផ្នែកណាដែលអាចជួយបានហើយនឹងទៅ ចា តាមតម្រូវការដែលលោកយាយត្រូវ ចាចា កន្លងទៅដូចជាករណីលើកខ្លះសប្បុរសជនឃើញលោកយាយជពាក់ដៃត្រីគេគាត់ជូនប្រាក់មកលោកយាយ100សម្រាប់សងដៃត្រីអញ្ចឹងអាហ្នឹងជាប្រាក់អញ្ចឹងទៅ ចា បាទកន្លែងខ្លះទៀតក៏គាត់ឃើញថាចៅក្មេងៗនេះអត់មានបាយអត់មានម្ហូបអីចឹងដល់អញ្ចឹងគាត់ឲ្យជាប្រាក់ដូចថា20 30 40ដុល្លារហ្នឹងឲ្យទិញជាសម្ភារៈរបស់គ្រឿងហូបចុកប្រចាំ ចា ខែ ចា ជូ កូ ន ន ទៅលោកយាយដល់អញ្ចឹងមានន័យថាលោកយាយទៅរកអីបានត្រីលក់ដូរអីលោកយាយទុកប្រាក់ចោះ ចា ទៅសងគេទៅចាត់ចែងចោះលោកយាយអត់មកខ្វល់អារឿងរបស់ហូបហ្នឹងទេ ចាចា បាទអាហ្នឹងគឺខ្ញុំធ្វើទៅតាមអញ្ចឹងដោយថាសប្បុរសជនខ្លះគាត់ឲ្យខ្ញុំយកជាប្រាក់ទៅទិញអ្វីមួយហើយនៅសល់ប្រហែលជូនជាប្រាក់ខ្ញុំនឹងចាត់ចែងជូនជាប្រាក់បាទព្រោះខ្ញុំចាត់ចែងខ្ញុំមិនឲ្យខុសទៅនឹងទឹកចិត្តដែលម្ចាស់អំណោយគាត់ឲ្យធ្វើទេពីព្រោះសទ្ធាគាត់ឲ្យយើងធ្វើកាលណាខ្ញុំធ្វើខុសពីទឹកចិត្តរបស់គាត់ស្មើនឹងខ្ញុំអត់ស្ដាប់គាត់ឬក៏ខ្ញុំអត់ស្ដាប់និយាយខ្ញុំធ្វើតាមចិត្តខ្លួនឯងអាហ្នឹងគេហៅធ្វើតាមចិត្តខ្ញុំអត់ចង់ធ្វើតាមចិត្តខ្ញុំអារម្មណ៍ខ្ញុំទេខ្ញុំចង់ធ្វើតាមដែលថាតម្រូវការរបស់លោកយាយប្រាប់ចៅថាលោកយាយខ្វះគ្រឿងសម្ភារៈហូបចុកហ
ហើយសប្បុរសជនគាត់ឲ្យប្រាក់មកគឺឲ្យខ្ញុំជួយទិញកទិញសម្ភារៈជូនលោកយាយអានេះខ្ញុំទិញតាមហ្នឹងបាទហើយដូចក្នុងករណីទៅខែក្រោយមួយខែទៀតបើករណីថាអត់មានសប្បុរសជនណាជួយជាប្រាក់លោកយាយទេខ្ញុំឧទាហរណ៍ណាខ្ញុំទិញដល់កមកកដងហើយនៅសល់ប្រហែលគឺទុកជាលុយជូនលោកយាយព្រោះនេះជាសំណុំពរខ្ញុំជាពីថាគាត់អត់អីគាត់អាចរកថៃអីហូបមិនបាច់ទេគាត់ធ្វើមកខ្ញុំឥឡូវនេះកូនខ្ញុំជម្រាបឲ្យត្រង់ខ្ញុំនឹងខ្វះតែថ្លៃត្រីគេ3 10ម៉ឺនទេបាទព្រោះមួយថ្ងៃខ្ញុំត្រូវលុង10000 20000 10000 20000ជាណាទល់ដើមមកគេទៅជាណាវាខាតទៅ10000 20000អញ្ចឹងបូកសរុបទៅខ្ញុំជាពាក់ម្ចាស់ត្រី13 10ម៉ឺនទេចាកូនសួរចុះខ្ញុំនេះខ្ញុំត្រង់ណាម្ចាស់ត្រីខ្ញុំធ្លាប់ជួយសងចាព្រោះមករយៈនេះដែលខ្ញុំលក់អត់ដាច់រកអីមិនបានកូនចាំមើលប្រហែលថ្ងៃទៀតខ្ញុំត្រូវមកជួបលោកយាយមួយសាទៀតខ្ញុំអត់ទាន់និយាយមុនណាចាកូនចាចាំពេលហ្នឹងគឺខ្ញុំមានជាកញ្ចប់លុយសម្រាប់ចាត់ចែងមួយថ្ងៃទៀតអាហ្នឹងខ្ញុំអត់មានទិញអីទេព្រោះម្ចាស់សទ្ធាគាត់ឲ្យទិញដល់របស់ដែលត្រូវការតែមួយប៉ុណ្ណឹងឯងសម្រាប់ចៅគាត់ទៅរៀនក្រៅពីហ្នឹងគឺគាត់ឲ្យខ្ញុំមើលទុកចាកូនធ្វើអីធ្វើទៅស្រែកកូនយើដល់ណាអីទេក៏កំគ្រាន់ដោយថារងតឹងរងចាំតាមមួយខ្ញុំទិញរបស់ដើររកទិញរបស់នោះបានហើយលុយនៅសមបានគឺគាត់ឲ្យខ្ញុំជូនទៅលុយបាទអញ្ចឹងខ្ញុំធ្វើការមានវគ្គខ្ញុំឃ្លាអញ្ចឹងទៅវាធម្មតាទេមានលើកមានខ្វះមិនអាចត្រូវចិត្ត 100% ទេហើយយើងក៏មិនអាចជួយអ្នកណាមួយបានគ្រប់10លើ10ដែរគឺដូចថាគាត់លំបាក10យើងអាចជួយគាត់បាន2បាន3បាន4ឬក៏សម្រាលបានខ្លះជាការធ្វើបុណ្យទានរបស់សប្បុរសជនដែលគាត់ចិត្តអាណិតចិត្តអីដល់លោកយាយដែរហើយគ្រប់អរគុណទៅដល់លោកអ៊ំបងប្អូនជួយអស់ឲ្យគុំបាទបាទថាគាត់ក៏ឲ្យក៏អធិស្ឋានទៅដែរបាទចឹងគ្រប់អរគុណហើយចាំរៀនទៀតណាលោកយាយណាលោកយាយភាសាបាយសិនចាំទៅលក់ត្រីទៅទាំងចឹងទាំងឈើដើរតាំងពីថ្ងៃយើងកូនដល់ម៉ោង5-6បានត្រូវអស់ណាបើមិនចឹងទេវាសល់ត្រីហ្នឹងយើងទុកវាត្រូវស្អុយបាទអញ្ចឹងកូនរវាងត្រីស្អុយហើយនឹងលោកយាយឈឺសំខាន់ជាងហើយលោកយាយជឿចៅសុខភាពលោកយាយហូបបាយសិនបើលោកយាយអត់ហូបទៅលក់ត្រីអស់ត្រីថ្ងៃហ្នឹងចុះបើលោកយាយឈឺស្អែកលែងទៅលក់កើតយើងគិតកាលវែងកុំគិតកាលខ្លីណាលោកយាយគិតកាលវែងមានន័យថាយើងសម្លឹងថាខែសុខភាពសម្រាប់ស្អែកខាងស្អែកពេលទៅមុខទៀតនេះចៅទៅចាត់ការលោកយាយនៅមើលខែកុំតាណិតវាប៉ុណ្្នឹងឯងអីខ្ញុំចង់បញ្ចប់សាច់រឿងហ្នឹងគាត់ថាអត់ពីខ្ញុំដឹងនេះតែតោលទៅនៅណាអីណាចឹងលោកយាយពិសាបាយសម្រាប់តែចៅអត់ខាងលោកយាយយូរលេទៀតណាលោកយាយបាទកូនអរគុណច្រើនកូនប្រហែលថ្ងៃទៀតចាំចៅមកជួបលោកយាយទៀតបាទចាកូនចាសូមអរ